ចុះបើអាធឿនយកដៃកេះទៅសម័យបុរេប្រវត្តិថ្ងៃទី1អាធឿនភ្ញាក់ឡើងចំកណ្ដាលព្រឺសក់ក្បោះពួកមនុស្សភ្នំបានឃើញអាធឿនកក់ចិត្តងាប់ហើយក៏អូសអាធឿនចូលក្នុងរូងភ្នំនៅទីនោះគ្មានភ្លើងទេពួកគេស៊ីសាច់ឆៅតាំងពីដើមមកអាធឿនក៏ដកដៃកេះមកកេះឆាច់ចេញភ្លើងមកភ្លាមធ្វើឲ្យមនុស្សភ្នំ12នាក់ស្រែកឆោឡោខ្លះសន្លប់ខ្លះទៀតចង់ស៊ីដៃកេះនោះទៀតផងថ្ងៃទី2អាធឿនបានអាំងសាច់ដំរីបុរាណឲ្យពួកគេស៊ីជាលើកដំបូងក្នុងជីវិតបុរសម្នាក់ក្នុងចំណោមពួកគេយំដោយសាររំភើបនឹងរសជាតិសាច់អាំងព្រោះកន្លងមកធ្លាប់តែស៊ីសាច់គោព្រៃឆៅថ្ងៃទី3មានកុលសម្ព័ន្ធសិតត្រូវមកវីឆ្មក់អាធឿនគ្រាន់តែលើកដៃកេះមកកេះនៅមុខមេកុលសម្ព័ន្ធនោះធ្វើឲ្យគេស្មានថាអាធឿនមានសិលមន្តអាគមឬមានព្រលឹងស័ក្តិសិទ្ធិនៅក្នុងដៃពួកគេក៏នាំគ្នាក្រវាត់អាវុធចោលហើយលុតជង្គង់សំពះអាធឿនទាំងអស់គ្នាសង្គ្រាមក៏ត្រូវបញ្ចប់ដោយសន្តិវិធីថ្ងៃទី4ដំណឹងល្បីខ្ចោះខ្ចាយមានកុលសម្ព័ន្ធដល់ទៅ6ផ្សេងទៀតមកសុំភ្លើងអាធឿនក៏ចាប់ផ្ដើមដោះដូរភ្លើងយកស្បែកសត្វឧបករណ៍ប្រើប្រាស់និងជុំរោគនេះគឺជាការបង្កើតប្រព័ន្ធសេដ្ឋកិច្ចដំបូងគេបង្អស់ថ្ងៃទី5អាធឿនដុតរំលាយទឹកកកដើម្បីបានទឹកស្អាតផឹកនិងដុតថ្មឲ្យក្តៅដើម្បីផ្ដល់កម្ដៅក្នុងរូងភ្នំនាពេលយប់ក្មេងៗឈប់ឈឺស្លាប់ដោយសាររោងងារទៀតហើយពេលនេះអាធឿនមិនមែនជាព្រះទេតែអាធឿនគ្រាន់តែជាបុរសដែលមានដៃកេះថ្ងៃទី6ពួកចាស់ទុំបង្ខំឲ្យអាធឿនបើកដៃកេះឲ្យមើលពេលឃើញទឹកកាសនៅខាងក្នុងចាស់ទុំម្នាក់ក៏យកទៅផឹកគាត់មិនអីទេអូមិនមែនទេគឺគាត់មានរឿងហើយថ្ងៃទី7ដៃកេះអស់គៀសអាធឿនកេះប៉ុន្មានដងក៏ចេញតែផ្កាភ្លើងមិនចេញអណ្ដាតភ្លើងឡើយស្រាប់តែមានបុរសម្នាក់ដើរមកយកឈើពីរមកដុសគ្នាបង្កើតជាភ្លើងបានយ៉ាងស្រួលរួចគេសម្លឹងមកអាធឿនបែបឌឺដងដូចចង់និយាយថាអាមួយនេះល្ងងមែនតាចង់បានឈ្មោះអ្វីទៀត